តោះចូលស្តុកហើយជាមួយនឹងប្រភេទ Monberry សម្រាប់ Monberry នេះគឺខ្ញុំថតផ្ទាល់ចេញពីខាងសួននគររាជតែម្ដងចឹងអ្នកទាំងអស់គ្នាអាចមករកបានដោយសារតែវាមានស្តុកស្រាប់តែម្ដងហើយនេះគឺជាប្រភេទ Mon ស្លឹកតូចសម្រាប់ Mon យើងចែកចេញជាពីរប្រភេទគឺជាប្រភេទ Mon ស្លឹកធំនិង Mon ស្លឹកតូចអញ្ចឹងវាមានពូជច្រើនណាស់អញ្ចឹងខ្ញុំគ្រាន់តែលម្អិតងាយៗឲ្យស្រួលយល់គឺប្រភេទស្លឹកតូចនិងស្លឹកធំតែម្ដងហើយសួរថាបងអានឹងខុសគ្នាមិនវាអត់ខុសគ្នាទេខុសតែពូជទេសម្រាប់ Monberry គឺផ្លែរបស់វាមានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងបើយើងនិយាយពីដើម Mon គឺជាប្រភេទដើមដែលស្រួលដាំមែនតើទីមួយអត់រើសទីតាំងអត់រើសដីហើយជាប្រភេទដើមឈើដែលវាផ្លែគ្រប់រដូវកាលតែម្ដងហើយសម្រាប់ Mon នេះដែរគឺផ្លែរបស់វាគឺផ្ដល់នៅវីតាមីនខ្ពស់មែនតើសម្រាប់សុខភាពរាងកាយក៏ដូចជាកុមារហើយវាអត់មានសម្បូរទៅដោយបញ្ហាច្រើនដូចជាប្រភេទដើមឈើផ្សេងៗទេគឺងាយក្នុងការដាំងាយក្នុងការញ៉ាំហើយវាងាយក្នុងការផ្លែទៀតផងអញ្ចឹងសម្រាប់ដើម Mon នេះយើងអាចដាំបានមិនចាំបាច់មានដីធំទេតែក្នុងផើងក៏វាអាចផ្ដល់នៅផ្លែឲ្យយើងដែរអញ្ចឹងអ្នកទាំងអស់គ្នាដែលចង់បានប្រភេទដើមឈើហូបផ្លែក៏ដូចជា Monberry អាចតាក់ទងបានជាមួយសួននគរ